បាទសួស្តីអ្នកនរគ្នាបាទចឹងវីដេអូនេះវីដេអូទី1ដែលខ្ញុំបង្ហាញពីរបៀបនៃការប្រើប្រាស់tool of Folk YouTube ណាបាទចឹងដំបូងយើងត្រូវ download បាទត្រូវ download កម្មវិធីមកសិនបាទចឹង link download ខ្ញុំនឹង ping ខ្ញុំនឹងដាក់នៅក្នុង group ណាខ្ញុំនឹង ping វានៅក្នុង group បាទអូខេចឹងយើងធ្វើការ download មកបន្ទាប់ពីយើងបាន link យើងចូលមកកាន់ browser យើងវាយចឹងមកផាសវាចូលទៅចឹងយើងចុចលើពាក្យ download មកបាទចឹងយើងរងចាំបន្តិចមកបាទវា load មកយើង download យើងចុច download មកបាទចឹងខ្ញុំទុកតែនេះមួយសិន speed លឿនទៀតណាអូខេទំហំតូចទេ73 MB ទេអូខេចឹងយើង download បានហើយយើងចុច open folder មកបាទបន្ទាប់មកយើងយកវាទៅដាក់នៅទីតាំងណាមួយមកខ្ញុំ copy វាចេញមកឬក៏កាត់វាចោលតែម្ដងកាត់វាមកខ្ញុំដាក់វានៅលើ desktop នេះណាឲ្យងាយស្រួលមើលបាទចឹងខ្ញុំផាសបាទអូខេវាចូលមកនេះដោយសារនេះវាអូតូវានេះខ្លួនវាបាទអូខេយើងកុំទៅខ្វល់វាអាហ្នឹងយើងផាសកន្លែងណាតែលេងទៅបាទបន្ទាប់មកទៀតយើងត្រូវការ extract វាណាយើង extract នៅ folder ហ្នឹង tool ហ្នឹងបាទអញ្ចឹងខ្ញុំយក extract here នេះបាទយើងដាស់សាយបាទនិយាយបាទអញ្ចឹង extract វាមកអូខេខ្ញុំវាធ្លាក់ចូលមកកន្លែងនេះវិញទៀតវាចន្លោះកន្លែងហ្នឹងអញ្ចឹងវា load មករហូតណាបាទអញ្ចឹងអានេះខ្ញុំលុបវាចោលតែម្ដងបាទខ្ញុំត្រូវការលុបវាចោល10ហ្នឹងអញ្ចឹងខ្ញុំទុកតែនេះទេបាទអញ្ចឹងខ្ញុំកែឈ្មោះវាបន្តិចទៅ folder ហ្នឹងអានេះ version 1ណា version ដំបូងអញ្ចឹងដាក់តែប៉ុណ្្នេះមកបាទអញ្ចឹងបន្ទាប់ពីយើង download ហើយគឺយើងបើក folder ហ្នឹងមកអូខេបើក folder ហ្នឹងមកយើងធ្វើការបើក tool ប្រើតែម្ដងណាប៉ុន្តែការបើកប្រើគឺអ្នកនរគ្នាត្រូវការ license ណាអញ្ចឹងអ្នកនរគ្នាចង់ send វាមកលើ desktop អ្នកនរគ្នាអាច right click លើហ្នឹងមកបាទសម្រាប់ Windows 10វាមានពាក្យ send តែ Windows 11នេះគឺយើងចុច show more ចេះបាទបន្ទាប់មកយើង send វាមក desktop មក shortcut មកអញ្ចឹងយើងបាន shortcut មួយបាទអូខេអញ្ចឹងខ្ញុំ close នេះចោលអញ្ចឹងនេះខ្ញុំកែឈ្មោះវាបន្តិចទៅបាទកុំឲ្យវែងពេកដាក់ធំប៉ុណ្នេះទៅបានហើយបាទអូខេអញ្ចឹងយើងធ្វើការបើក tool មកបាទអញ្ចឹងទៅពេលដែលយើងបើក tool គឺវានឹងទាមទារនៅ license ណានេះវាចេញ form ហើយនេះវាត្រូវការ serial license អញ្ចឹងអ្នកនរគ្នាអាចតាក់ទងមកខ្ញុំបានដើម្បីទទួលបាននៅ license key ហ្នឹងណាបាទអញ្ចឹងខ្ញុំមាននេះគឺ license key របស់ខ្ញុំអញ្ចឹងខ្ញុំត្រូវការបើកវាមកខ្ញុំ copy បាទ copy វាមកបាទហើយខ្ញុំផាសចូលក្នុងនេះបាទយើងចុច control V ក៏បានយើង right click ក៏បានយកពាក្យផាសនេះមកបាទអញ្ចឹងវាចូលបាទបន្ទាប់ពីយើងផាស license រួចហើយ serial key ហ្នឹងហើយអ្នកគ្នាចុច validate នេះ validate license នេះមកបាទហើយយើងរងចាំបន្តិចមកចុះវាប្រាប់វិញនេះថារបស់យើងហ្នឹងគឺវាប្រាប់បើសិនជា license អ្នកទាំងអស់គ្នាអានេះ license របស់ខ្ញុំនេះគឺវា live time ណា live time វាចេញ live time បើសិនជារបស់អ្នកទាំងអស់គ្នាវាចេញឧទាហរណ៍អ្នកគ្នាទិញប្រហែលខែវា load ប៉ុណ្្នឹងហើយនៅហ្នឹងបាទអញ្ចឹងបន្ទាប់មកអ្នកគ្នាចុច apply license នេះណាដោយសារតែរបស់ខ្ញុំនេះវាបានខ្ញុំបានធ្លាប់ apply វារួចហើយអញ្ចឹងវាដាក់ចេញថាម៉ាស៊ីនរបស់យើងត្រូវបាន register ហើយប៉ុន្តែអ្នកនរគ្នាអត់ចេញយ៉ាងទេវាចេញពណ៌លឿងផ្សេងណាអញ្ចឹងអ្នកនរគ្នាចុច apply license ទៅវានឹងចេញពណ៌ខៀវយ៉ាងហើយតែបើនេះខ្ញុំចុចអត់កើតទេដោយសារខ្ញុំបាន apply វាម្ដងហើយណាបាទអញ្ចឹងយើងចុចប៉ុណ្្នឹងមកគឺបានហើយអញ្ចឹងគឺបន្ទាប់ពីអ្នកនរគ្នាចុច validate ចេញ license បែបហ្នឹងហើយចុច apply ទៅវា load ចេញខៀវចឹងហើយអញ្ចឹងបានន័យថាត្រឹមត្រូវហើយអ្នកនរគ្នា close មកបាទ close វាហើយយើងធ្វើការបើកវាម្ដងទៀតមកបាទរៀងដាស់សាយបាទនិយាយដល់កងួយបាទអូខេពេលយើងដាក់ license ហើយវានឹងបើកចូលផ្ទាំង dashboard របស់យើងណាផ្ទាំង tool របស់យើងអាចប្រើប្រាស់បានហើយបាទអញ្ចឹងគឺ license របស់យើងគឺវានៅកន្លែងនេះណាយើងទិញរយៈពេលប្រហែលវា load ហ្នឹងរបស់ខ្ញុំនេះវា live time នេះវា expire នៅ9999ថ្ងៃទៀតបាទប៉ុន្តែនឹងអត់ចោះទេស្អែកឡើងក៏នៅតែប៉ុណ្្នឹងដែរនឹង live time ណាបាទអូខេអញ្ចឹងការ active គឺមានប៉ុណ្្នឹងទេណាការយើងអត់មានអីច្រើនញញ៉ៃទេគ្រាន់តែ download មក extract មកដាក់តែ license មកគឺបើកមកបានប្រើហើយគឺអត់មានត្រូវធ្វើអីញញ៉ៃច្រើនទេតែប៉ុណ្្នឹងទេអញ្ចឹងរបៀបនៃការ
active download និង active license របស់យើងគឺមានប៉ុណ្ណឹងណាបាទអញ្ចឹងវីដេអូក្រោយខ្ញុំបង្ហាញតាក់ទងពីរបៀបនៃការ log in បាទយើង log in account យើងចូលណាបាទអូខេប៉ុន្តែមុននឹងនេះខ្ញុំរាយរាប់បន្តិចទៅណាពីផ្ទាំង dashboard វាហ្នឹងវាព្រោះអីនាទីក៏វារៀងតិចដែរយើងធ្វើច្រើននាទីតិចទៅបាទអញ្ចឹងខ្ញុំរាយរាប់ពីខាងលើនេះទៅមុនទៅបាទឲ្យបានដឹងខ្លះៗឲ្យទៅទំហំតែយើងទៅដល់ហ្នឹងគឺយើងចេះតែម្ដងបាទអញ្ចឹងកន្លែង all account នេះណាប្រអប់នេះគឺយើងអាច select បានបាទគឺជាកន្លែង category ដែលយើងអាចបង្កើត category វាបានណាអញ្ចឹងយើងអាចបង្កើត category បានតាមរយៈនេះណាយើងអាចវាយឈ្មោះ category ទៅឧទាហរណ៍ថាយើងចង់បង្កើតជាក្រុមអីយើងហៅថាជាក្រុមបានជា category ក៏បានដែរអញ្ចឹងណាឧទាហរណ៍ខ្ញុំបង្កើត category ខ្មែរមកទៅខ្ញុំអញ្ចឹងយើងចុចពាក្យ create ណាចុច create មកបាទវាបញ្ជាក់ថាបានបង្កើតហើយអញ្ចឹងយើងមក select លើហ្នឹងមកយើងឃើញមានខ្មែរមួយនៅហ្នឹងឃើញទេបាទអញ្ចឹងអាប៊ូតុង create ហ្នឹងសម្រាប់ create category ហ្នឹងណាសម្រាប់delete នេះគឺយើងសម្រាប់ delete នៅ category ហ្នឹងវិញណាប៉ុន្តែបើអ្នកនរគ្នាចង់ delete all account នេះគឺ delete អត់កើតទេណាអត់ឲ្យ delete ទេតែបើ delete អានេះ delete បានណាយើងចុច delete មកអញ្ចឹងយើងចុច delete ទៅអូខេអញ្ចឹងវាបាត់ហើយបាត់ខ្មែរលេខហ្នឹងហើយបាទអញ្ចឹង refresh នេះគឺយើង refresh account របស់យើងណាពេលយើងមាន account នេះចុច refresh បាទអញ្ចឹងយើងសម្រាប់ account និង channel នេះបាទគឺ channel គឺការកន្លែងគ្រប់គ្រង channel របស់យើងបាទវាមានអីអញ្ចឹងទៅតែឥឡូវនេះវាអត់ទាន់មានអីអញ្ចឹងវាអត់ទាន់ចេញអីទេតោះតែយើងមានมันវាចេញមកណាបាទកន្លែងយើង switch ពី account ទៅ channel អញ្ចឹងណាបាទកន្លែង finish នេះគឺយើងលេងរាល់ពេលយើងលេងមួយចប់មួយអីហ្នឹងយើងលេងប្រហែល account នេះវា total នៅលេខនេះហើយវាលេងចប់ប្រហែលវា load នៅលេខនេះអញ្ចឹងទៅ success ប្រហែល fail ប្រហែលបាទបាទឲ្យ select នេះគឺយើង select account បាទឥឡូវយើងអត់ទាន់មាន account ទេបាទ select all ហ្នឹងយើង select ទាំងអស់អញ្ចឹងណាជៀសវាងយើងចុច control A ឬអីអញ្ចឹងយើងប្រើ mouse ចុចលើហ្នឹងទៅវា select ឲ្យយើងហើយតែឥឡូវយើងអត់មានទេអូខេបាទចាំផ្ទាំងខាងលើហ្នឹងមានប៉ុណ្្នឹងទេហើយផ្ទាំងនេះគឺសម្រាប់ដាក់ account របស់យើងណាបាទយើងមកដល់កន្លែងខាងក្រោមគឺ function នេះវិញបាទកន្លែង upload នេះគឺយើងសម្រាប់ upload វីដេអូណា form upload បាទក្នុងការ upload ហ្នឹងយើងអាច upload ជា short ក៏បាន upload ជា long ក៏បានហើយយើងអាច upload ទាំងពីរហ្នឹងក៏បានដែរណាអញ្ចឹង setting វាដូចគ្នាទេនៅក្នុងនេះណាអញ្ចឹងយើងអាច upload តា long ចេះក៏បានឬក៏យើង upload តា short ចេះក៏បានដែរបើយើង click ទាំងពីរវា upload ទាំងពីរទាំងវីដេអូវែងទាំងវីដេអូខ្លីសំខាន់យើងដាក់ folder វាណាបាទអូខេអញ្ចឹង use title from video ហ្នឹងគឺសម្រាប់វាយកចំណងជើងពីវីដេអូនេះអាកន្លែង title នេះណាអញ្ចឹងដល់ពេលដែលយើងគ្រីសអាហ្នឹងគឺវានឹងយកចំណងជើងពីវីដេអូហើយបាទអញ្ចឹង tag គឺយើងដាក់តាមធម្មតាហ្នឹងយើងវាយពាក្យដោយប្រើសញ្ញាក្បៀសទៅណាដូចទៅក្នុងការយើងវាយនៅក្នុង YouTube ដែរយើងវាយក្នុង YouTube មិនយើងវាយអញ្ចឹងមកបាទអញ្ចឹងវានឹងចាប់យក tag description ហ្នឹងគឺយើងរាយរាប់ទៅតាក់ទងពីវីដេអូរបស់យើងអីចឹងបាទអញ្ចឹងគឺខ្ញុំត្រួសតិចចឹងទេគ្រាន់តែបង្ហាញខ្លះសិនប៉ុន្តែដល់ពេលហ្នឹងខ្ញុំនឹងបង្ហាញបញ្យលម្ដងទៀតហើយបាទអូខេអញ្ចឹងខ្ញុំ close វាចោលមកបាទ subscribe នេះគឺយើងសម្រាប់ subscribe ណាគឺយើង subscribe ឲ្យ account របស់យើងហ្នឹងទៅ subscribe នៅ channel ណាមួយអញ្ចឹងទៅបាទ like នេះដូចគ្នា like នេះគឺ like វីដេអូណាគឺយើងសម្រាប់ like វីដេអូយើងមើលវីដេអូឲ្យវា like អញ្ចឹងទៅបាទអញ្ចឹង mass like នេះនៅចាំយើងនិយាយក្រោយទៀតបាទ view គឺយើងសម្រាប់ view វីដេអូណាហើយអាហ្នឹងយើងគិតជា second ណាគិតជាវិនាទីបាទអញ្ចឹងយើងកំណត់ទៅចង់ឲ្យវាមើលប្រហែលវិនាទីឬក៏ចង់ឲ្យវាមើលប្រហែលនាទីយើងគុណតាមហ្នឹងទៅដាក់ទៅណាបាទហើយ comment ហ្នឹងគឺយើងសម្រាប់ comment ទៅលើវីដេអូហ្នឹងបាទអូខេអញ្ចឹងគឺកន្លែងចំណុចនេះខ្ញុំជឿជាក់ថាអ្នកនរគ្នាដឹងហើយលេង YouTube តែមិនដឹងថា subscribe មិន like មិន comment មិនអីបាទអូខេអញ្ចឹងយើងចូលមកផ្ទាំង setting របស់វាវិញបាទផ្ទាំង setting គឺយើងឃើញមានថា use account no account និង login បាទអញ្ចឹង use login នេះគឺយើងសម្រាប់ login account ណាអញ្ចឹងវីដេអូក្រោយគឺដល់ហើយហ្នឹងបាទហើយ no account នេះគឺយើងលេងសម្រាប់នៅពេលដែលយើងអត់មាន account នេះក៏យើងអាចលេងបានដែរគឺយើងអាចលេងមុខងារមួយបានគឺមុខងារ view នេះណាមានតែមុខងារហ្នឹងមួយទេដែលអាចលេងមួយហ្នឹងបានបាទព្រោះយើងអត់មាន account យើងអត់ឲ្យវាទៅ subscribe ទៅ like ទៅអីកើតទេគឺអត់កើតទេទៅ upload អីអត់កើតទេអញ្ចឹងយើងប្រើហ្នឹងគឺប្រើបានតែជាមួយនឹងមុខងារ view ហ្នឹងទេ
បាទហើយការយើងកំណត់ចង់ឲ្យវាមើលវីដេអូប្រហែល view ប្រហែល view អញ្ចឹងយើងអាចកំណត់កន្លែងនេះណាកំណត់កន្លែងនេះ total account ហ្នឹងគឺវាដើរជាមួយហ្នឹង no account ហ្នឹងបានន័យថា total account ហ្នឹងចំនួនមក no account ហ្នឹងយើងវាយ account ចូលណា account តំបនិមិត្តយើងថាคล้ายៗដូចថាអ្នកគ្នាចង់បាន view 1000 view អញ្ចឹងយើងវាយ 1000 view ទៅវាយ 1000 ទៅបាទអញ្ចឹងវានឹងមើលបើក Chrome មើល 1000 ដងហើយយើងកំណត់វិនាទីវាអញ្ចឹងទៅបាទហ្នឹងចាំពេលក្រោយខ្ញុំបញ្យល់ថែមទៀតបាទចាកន្លែង YouTube URL នេះគឺអូ U account ណា U account នេះគឺយើងប្រើជាមួយ account របស់យើងណាកាលណាយើងមាន account យើងប្រើមួយ account របស់យើងទៅបាទ load ស្អីញ៉ៃអីមួយ account របស់យើងទៅអញ្ចឹងវាចាប់យកតាមហ្នឹងហើយបាទអូខេ URL នេះគឺជា link វីដេអូណាយើងអាចដាក់ច្រើន link បានដោយមួយ link យើងធ្វើការចោះមកបន្ទាត់ណាបាទអញ្ចឹងដូចឧទាហរណ៍ថាខ្ញុំចង់មើលវីដេអូណាមួយអញ្ចឹងខ្ញុំដាក់ហ្នឹងទៅចង់មើលវីដេអូណាមួយទៀត enter វាមកចោះបន្ទាត់មកដាក់មួយ link ទៀតទៅហើយយើងរើសអាហ្នឹងទៅយើងចុចចេះទៅបាទគឺវានឹងមើលហើយបាទអូខេឥឡូវអត់ទាន់ធ្វើអីទេគ្រាន់តែខ្ញុំបញ្យល់ខ្លះសិនទេបាទតើតើ controller នេះគឺដូចអ្នកគ្នាបានដឹងហើយ total account ហ្នឹងគឺវាដើរតែជាមួយនឹង no account នេះទេសម្រាប់ចំនួន account របស់យើងពិតណាយើង account សម្បត្តិនិមិត្តយើងនិយាយទៅខ្លាំងហៅ fake យើងចេះតែដាក់ទៅបាទ master នេះគឺចំនួន Chrome ដែលយើងបើកមកឧទាហរណ៍ដាក់9អញ្ចឹងវានឹងបើកមក9ផ្ទាំងណា9 Chrome បាទបើសិនជាយើងដាក់20ឬក៏ដាក់50វានឹងបើក50 Chrome មកហើយបាទអាហ្នឹងម៉ាស់តែម៉ាស់ហ្នឹងมันអាចឲ្យច្រើនជាងនេះបានទេណាឧទាហរណ៍ថានេះ1000ឧទាហរណ៍ថានេះខ្ញុំថាដាក់ថា10ចុះខ្ញុំថាដាក់ account ហើយអ្នកនរគ្នាដាក់នេះ12អញ្ចឹងវាអត់ដើរទេវាធំជាងនេះធំជាងហ្នឹងគឺវាអត់ដំណើរការទេបាទលុះត្រាតែស្មើគ្នាឬក៏តូចជាងត្រូវតែតូចជាងណាអាម៉ាស់ហ្នឹងអត់ឲ្យធំជាងហ្នឹងទេបាទអញ្ចឹងយើងអាចដាក់10ឬក៏9អញ្ចឹងទៅអូខេអញ្ចឹង master ហ្នឹងគឺជាចំនួនដែលវាបើកមកផ្ទាំង9ផ្ទាំងអញ្ចឹងទៅណាអាហ្នឹងបាទ between នេះគឺចន្លោះពីបើក Chrome ណាពី Chrome មួយទៅ Chrome មួយហ្នឹងយើងអាច set វាបាននេះគិតជាវិនាទីណាខ្ញុំភ្លេចដាក់វាគិតជាវិនាទីអញ្ចឹងយើងដាក់5អញ្ចឹងបានន័យថាវាបើកមួយហើយវារងចាំ5 second ហ្នឹងវាបើកមួយទៀតបាទបើករងចាំ5 second វាបើកមួយទៀតបើករហូតដល់គ្រប់ចំនួន master ដែលយើងបានកំណត់នេះបាទ worker loop នេះគឺជាការធ្វើការដដែលធ្វើការម្ដងហើយម្ដងទៀតណាវាវិលជុំបាទអាហ្នឹងវាវិលជុំមិនឧទាហរណ៍ថាអ្នកនរគ្នាដាក់10 account ចេះអញ្ចឹងអ្នកនរគ្នាដាក់មួយអញ្ចឹងវាលេងតែ10ហ្នឹងទេលេង10ហើយវាឈប់តែម្ដងតែបើអ្នកនរគ្នាដាក់កន្លែងនេះ2ដាក់កន្លែងនេះ2អញ្ចឹងវាលេង10នឹងចប់ហើយវានឹងលេងសារថ្មីម្ដងទៀត10ទៀតអញ្ចឹងវាលេង20ដងប៉ុន្តែវាខុសអំពីយើងសិនចេះឧទាហរណ៍ថាខ្ញុំដាក់នេះ1ណាយើងដាក់នេះ10អានេះ2អញ្ចឹងវាលេង20ដងបានន័យថាវាលេងចប់10ហើយបានវាបើកសារថ្មីលេង10សារថ្មីទៀតណាវាខុសគ្នាមិនខុសគ្នាបើសិនជាខ្ញុំដាក់អានេះ1ដាក់អានេះ20អញ្ចឹងបានន័យថាអានេះវាអត់ចប់ទេវាលេងពី1រហូតដល់20តែម្ដងវាអត់មានចាំតតែចប់គ្រប់20ហ្នឹងអីវានេះទេបាទបាននេះបើយើងដាក់បែបនេះដាក់2ដាក់នេះ10គឺវាលេងចប់ណាវាលេងអានឹងចប់ហើយបានវារងចាំវាវិលជុំម្ដងទៀតហើយវាបើកសារថ្មីប៉ុន្តែបើយើងដាក់ direct ចេះ20ចេះអានេះមួយគឺវាបើក direct 20តែម្ដងណាវាលេង direct ទៅហ្មងវាអត់រងចាំទេបាទអញ្ចឹងក្នុងវីដេអូក្រោយៗទៀតខ្ញុំនឹងបង្ហាញឧទាហរណ៍ជាក់ស្ដែងបាទអញ្ចឹងកន្លែង column នេះគិតជាជួរឆណាមួយ column អញ្ចឹងមួយ column របស់យើងហ្នឹងមួយជួរឆអញ្ចឹងណាមួយ column បាទអញ្ចឹងខ្ញុំដាក់7អញ្ចឹងបានន័យថាវាចែកកុំព្យូទ័រយើងជា7 column បាទ7ជួរអញ្ចឹងយើងអាចបើក1 2 3 4 5 6 7អញ្ចឹងទៅណាអានឹង column ជាជួរឆបាទអញ្ចឹងយើងអាច set បានបាទចំណែក arrow នេះជាជួរដេកនេះ1 row 1ដេកមកបន្ទាត់ណាបាទខ្ញុំដាក់3អញ្ចឹងបានន័យថាវាចែកកុំព្យូទ័ររបស់យើងវាដាក់បាន3ជួរណាបានជួរដេក3ជួរដេកហ្នឹងបាទនឹង row និង column បាទអញ្ចឹងប៊ូតុង start នេះគឺយើងសម្រាប់ start វាឲ្យវាដំណើរការណាបាទ stop យើងធ្វើការ stop វាវិញបាទ stop នៅដំណើរការរបស់យើងវិញបាទ load user នេះគឺយើង load account របស់យើងចូលមកហ្នឹងបាទទៅទៀតដល់ហ្នឹងបាទ so log នេះគឺបង្ហាញតកតងពីការគេហៅថាដំណើរការរបស់វាបានន័យថាវាធ្វើការបរាជ័យឬក៏ជោគជ័យឬក៏អី
វាលេងនៅមុខងារអីគឺវានឹង save ទុកនៅក្នុងនឹងឲ្យយើងណាបាទអញ្ចឹងហ្នឹង show log ហ្នឹងបាទហើយនេះម៉ោងគឺយើងសម្រាប់បាទនាទីបាទវា count up វារាប់នាទីឡើងណាតើវាដំណើរការប្រហែលនាទីអញ្ចឹងដែរអញ្ចឹងយើងមើលនៅហ្នឹងវាលេងអស់ប្រហែលនាទីបាទអាហ្នឹងវាអត់ពិបាកអីនឹងយល់ទេបាទអូខេអញ្ចឹងការរាយរាប់របស់ខ្ញុំតាក់ទងពី tool នេះគឺប៉ុណ្ណឹងទៅណាបាទអញ្ចឹងវីដេអូក្រោយគឺយើងនឹងធ្វើការ log in account យើងចូលតែម្ដងបាទយើង load account ដើម្បី log in ចូលទៅបាទអញ្ចឹងការ download និងការ active serial active tool របស់យើងគឺមានប៉ុណ្្នឹងទេបាទអរគុណច្រើនអញ្ចឹងវីដេអូបន្ទាប់គឺយើងធ្វើការ log in account យើងចូលបាទអរគុណច្រើន